ในក្នុងវីដេអូនេះថ្មលើករឿងមួយឲ្យញាតិញោមបានស្ដាប់ក៏ហើយចុងក្រោយហ្នឹងគឺមានគាថាដែលព្រះអង្គសម្ដែងរឿងហ្នឹងគឺរឿងពោធិរាជកុមារញាតិញោមពោធិរាជកុមារហ្នឹងមានបំណងប្រាថ្នាចង់ឲ្យគេធ្វើប្រាសាទបងហើយធ្វើប្រាសាទហ្នឹងគឺធ្វើប្រាសាទឲ្យមានភាពអស្ចារ្យគឺថាឲ្យមានតែមួយទេអត់មានពីរទេបងហើយជាងមកថាធ្វើប្រាសាទហ្នឹងដូចអណ្ដែតនៅលើអាកាសអញ្ចឹងញាតិញោមធ្វើឲ្យវាខុសគេវាប្លែកគេហើយអញ្ចឹងទៅក៏ហៅជាងមកដល់តែហៅជាងមកពិភាក្សាជាមួយជាងទៅសួរជាងថាធ្លាប់ធ្វើប្រាសាទដែលមានសភាពបែបហ្នឹងពីមុនមកទេជាងថាអត់ទេបើធ្វើប្រាសាទនេះគឺលើកទី1ហើយប្រាសាទដែលមានម៉ូដដែលមានសភាពអញ្ចឹងចឹងទៅក៏ព្រមព្រៀងជាមួយជាងញាតិញោមព្រមព្រៀងជាមួយជាងហ្នឹងក៏ចាប់ផ្ដើមធ្វើចឹងទៅក៏ប៉ុន្តែពោធិរាជកុមារគិតក្នុងចិត្តស្រេចហើយញាតិញោមគិតថានៅក្នុងថ្ងៃណាដែលជាងសាងសង់ប្រាសាទនឹងរួចរាល់នឹងសម្រាប់ជាងនឹងចោលសួរថាហេតុអីបាទជាពោធិរាជកុមារនឹងមានបំណងចង់សម្រាប់ជាងនឹងចោលដោយសារពោធិរាជកុមារគិតថាប្រសិនបើជាទុកជាងនឹងឲ្យនៅរស់ជាងនឹងទៅធ្វើប្រាសាទដែលមានសភាពអញ្ចឹងឲ្យអ្នកដតីហើយកាលណាធ្វើឲ្យអ្នកដតីអាប្រាសាទខ្លួននេះវាអត់អស្ចារ្យពីព្រោះវាមាន1មាន2មាន3ចឹងទៅអញ្ចឹងមាននៅសម្រាប់ជាងនឹងចោលទេទើបប្រាសាទរបស់ខ្លួននឹងឯងវាមានភាពអស្ចារ្យជាងនឹងក៏ចាប់ផ្ដើមធ្វើញាតិញោមចាប់ផ្ដើមធ្វើប្រាសាទនឹងទៅហើយថ្ងៃមួយពោធិរាជកុមារប្រាប់អារឿងក្នុងចិត្តនេះអារឿងដែលថាចង់សម្រាប់ជាងនឹងចោលហ្នឹងប្រាប់សម្លាញ់របស់ខ្លួនហើយសម្លាញ់របស់ខ្លួនហ្នឹងញាតិញោមគិតមើលទៅថាជាងដែលមានទេពកោសល្យមានស្នាដៃអញ្ចឹងគឺថាស្លាប់ទៅស្ដាយសម្រាប់គាត់ទៅស្ដាយណាដល់អញ្ចឹងលួចទៅប្រាប់ជាងញាតិញោមលួចទៅប្រាប់ជាងនឹងទៅថាពោធិរាជកុមារនឹងមានបំណងនឹងសម្រាប់អ្នកឯងហើយពេលដែលអ្នកឯងធ្វើប្រាសាទនឹងរួចជាងនឹងក៏អរគុណអញ្ចឹងទៅក៏រៀបចំឧបាយដើម្បីរត់គេចខ្លួនញាតិញោមហើយវាមិនមែនជារឿងងាយទេការសាងសង់ប្រាសាទនឹងមានអ្នកយាមមានអ្នកអីត្រឹមត្រូវញាតិញោមមិនងាយអាចរត់គេចខ្លួនបានងាយទេហើយពោធិរាជកុមារចេះតែទៅមើលញាតិញោមចេះតែទៅមើលជាងនឹងសួរនាំទៅបានប៉ុណ្ណាហើយធ្វើរួចរាល់បានប្រមាណភាគរយអីចឹងទៅហើយថ្ងៃមួយនោះទៅជួបជាងនឹងសួរជាងនឹងថាចិត្តរួចរាល់ហើយឬនៅជាងនឹងថានៅកិច្ចការងារដែលត្រូវការផ្ចិតផ្ចង់ហើយសួរថាត្រូវការសម្ភារៈអីទៀតជាងនោះប្រាប់ថាត្រូវការឈើហើយឈើហ្នឹងគឺថាយកឈើដែលមានសភាពស្ងួតហើយអត់មានសរសៃហើយជាងនឹងប្រាប់ពោធិរាជកុមារចាប់តាំងពីថ្ងៃហ្នឹងទៅសូមព្រះអង្គកុំយាងមកទីនេះដោយសារពេលព្រះអង្គយាងមកហ្នឹងខ្ញុំព្រះអង្គឥឡូវទៅរវល់ប្រស្រ័យចរចាជាមួយព្រះអង្គហ្នឹងវាអត់បានយកចិត្តទុកដាក់នៅក្នុងការងារនៅក្នុងពិភពការងារហ្នឹងសិតតែជាការងារដែលត្រូវការផ្ចិតផ្ចង់អញ្ចឹងប្រាប់ពោធិរាជកុមារប៉ុណ្ណឹងអញ្ចឹងទៅក៏ពោធិរាជកុមារឲ្យគេយកឈើយកអីចឹងមកញាតិញោមហើយជាងនឹងធ្វើប្រាសាទបដាគាត់លួចធ្វើសัตว์គ្រុឌញាតិញោមសัตว์គ្រុឌហ្នឹងគ្រុឌធ្វើអំពីឈើមានស្លាបមានអីចឹងទៅធ្វើប្រាសាទនឹងបដាធ្វើសัตว์គ្រុឌនឹងបដាហើយពេលដែលរួចរាល់ញាតិញោមក៏ប្រាប់ប្រពន្ធឲ្យយកទ្រព្យសម្បត្តិនឹងឲ្យទ្រព្យសម្បត្តិណាដែលត្រូវលក់នឹងលក់យកលុយមកហើយលុយមានប្រមាណហ្នឹងប្រមូលមកប្រាប់ប្រពន្ធហើយថ្ងៃមួយប្រពន្ធយកបាយមកញាតិញោមហើយប្រពន្ធយកបាយមកឲ្យជាងនឹងអញ្ចឹងទៅក៏នាំប្រពន្ធជិះលើអាសัตว์គ្រុឌឈើហ្នឹងញាតិញោមមានស្លាបមានអីគាត់ចេះធ្វើដូចឆាត់យូងអញ្ចឹងញាតិញោមហោះអំពីលើប្រាសាទហ្នឹងទម្លាក់ខ្លួនមកអាសัตว์ស្លាបហ្នឹងក៏គាត់នាំគាត់ទៅមានចកោតមានអីរបស់គាត់ហ្នឹងហោះចូលទៅកាន់ព្រៃបាត់ទៅញាតិញោមកិច្ចខ្លួនជាងហ្នឹងក៏រួចជីវិតអំពីការសម្លាប់របស់ពោធិរាជកុមារហ្នឹងទៅ
និយាយអំពីពូធិរីកុមារញាតិញោមពេលដែលជាងនឹងរត់គេចខ្លួនទៅហើយប្រាសាទហ្នឹងក៏សាងសង់រួចរាល់ហើយក៏និមន្តព្រះសម្មាសម្ពុទ្ធមកឆ្លងប្រាសាទញាតិញោមនិមន្តព្រះអង្គមកអញ្ចឹងទៅព្រះអង្គមុនយាងមកជាមួយព្រះអានន្ទជាមួយព្រះភិក្ខុសង្ឃហើយពូធិរីកុមារហ្នឹងឲ្យគេក្រាលកំរាលញាតិញោមមុននឹងព្រះអង្គយាងមកឲ្យគេក្រាលកំរាលឲ្យគេក្រាលកំរាលពណ៌ក្រហមតាំងពីច្រកទ្វារចូលរហូតទៅដល់ក្នុងប្រាសាទពូធិរីកុមារហ្នឹងគឺអត់មានបុត្រញាតិញោមមានភរិយាប៉ុន្តែអត់មានបុត្រចឹងទៅគាត់ក្រាលកំរាលក្រហមហ្នឹងគាត់គិតថាប្រសិនបើខ្លួនគាត់នឹងមានបុត្រនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គប្រកាសជាយាងជន់កំរាលក្រហមនឹងមិនខានចឹងទៅក៏ឲ្យគេក្រាលញាតិញោមហើយពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គយាងមកជាមួយភិក្ខុសង្ឃព្រះអង្គអត់និមន្តជន់កំរាលក្រហមនឹងញាតិញោមញ៉ាអត់ជន់កំរាលនឹងទេព្រះអង្គមើលព្រះអានន្ទក៏ដឹងអញ្ចឹងទៅព្រះអានន្ទឲ្យពូធិរីកុមារហ្នឹងសាកំរាលនឹងចេញព្រោះហើយបានព្រះអង្គចូលទៅក្នុងប្រាសាទហ្នឹងទៅពូធិរីកុមារក៏បានប្រគេនចង្ហាន់ព្រះសង្ឃប្រគេនចង្ហាន់ព្រះសម្មាសម្ពុទ្ធព្រះអង្គសោយព្រះភិក្ខុសង្ឃឆាន់រួចរាល់ក៏សួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានឲ្យគេក្រាលកំរាលពណ៌ក្រហមនេះហេតុអីក៏ព្រះអង្គមិននិមន្តជន់កំរាលហ្នឹងព្រះអង្គសួរថាមហាបពិតក្រាលហ្នឹងដើម្បីប្រយោជន៍អ្វីពូធិរីកុមារក៏បានប្រាប់ថាខ្ញុំព្រះអង្គគិតថាប្រសិនបើព្រះអង្គយាងជន់កំរាលក្រហមហ្នឹងខ្ញុំព្រះអង្គនឹងមានបុត្រព្រះអង្គត្រាស់ថាតថាគតឃើញហេតុដូច្នោះហើយទើបតថាគតមិនជន់អញ្ចឹងខ្ញុំព្រះអង្គនឹងអត់មានបុត្រមែនទេព្រះអង្គថាត្រូវហើយព្រះរាជកុមារនឹងមិនមានបុត្រឡើយហេតុអីទៅព្រះអង្គហេតុអីបានជាខ្ញុំព្រះអង្គមិនមានបុត្រព្រះអង្គសម្ដែងថាពីព្រោះមហាបពិតនឹងមាននៅសេចក្តីប្រមាទនៅក្នុងកាលមុនពូធិរីកុមារថាក្នុងកាលណាព្រះអង្គលើកអតីតនិទានមកញាតិញោមថានៅក្នុងអតីតកន្លងទៅហើយពូធិរីកុមារពីរនាក់ភរិយាញាតិញោមពីរនាក់ភរិយានឹងធ្វើដំណើរតាមសំពៅទៅហើយចៃដន្យសំពៅនឹងវាលិចនឹងបានប្រទះក្តារមួយនឹងហែលពីរនាក់ប្រពន្ធញាតិញោមហែលពីរនាក់ប្រពន្ធអញ្ចឹងទៅដល់កោះមួយព្រះអង្គសម្ដែងថាហែលពីអ្នកប្រពន្ធទៅដល់កោះមួយអត់មានមនុស្សនៅដល់តែអត់មានមនុស្សនៅវាអត់មានអីទទួលទានញាតិញោមរមើលអីទទួលទានមិនបានសម្រាប់ញ៉ាំងជីវិតឲ្យរស់ហ្នឹងក៏ឃើញពងសัตว์ញាតិញោមឃើញពងសัตว์នៅលើកោះហ្នឹងក៏យកពងសัตว์ហ្នឹងមកទទួលទានអញ្ចឹងទៅអស់ពីពងសัตว์ហ្នឹងក៏ចាប់អាសัตว์ទូចកូនសัตว์ហ្នឹងទេតាសហ្នឹងទទួលទានរហូតអាសัตว์ធំនឹងទៀតញាតិញោមរស់នៅលើកោះហ្នឹងពីអ្នកប្តីប្រពន្ធណារហូតដល់អស់ជីវិតទៅញាតិញោមមើលតាំងពីបឋមអវ័យរហូតដល់វ័យចាស់ស្លាប់រៀងខ្លួនអញ្ចឹងទៅហើយធ្វើបាណាតិបាតហ្នឹងដើម្បីចិញ្ចឹមជីវិតញាតិញោមពីអ្នកប្តីប្រពន្ធនៅលើកោះហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថានៅក្នុងកាលនោះនេះប្រសិនបើទាំងពីរអ្នកហ្នឹងមិនមាននៅសេចក្តីប្រមាទនៅក្នុងវ័យណាមួយទេបឋមអវ័យហ្នឹងបើហែលទៅលើកោះហ្នឹងហើយបើថាសម្រាប់សัตว์ចិញ្ចឹមជីវិតហើយមជ្ឈិមអវ័យហ្នឹងក៏វាបងในការសម្រាប់សัตว์អញ្ចឹងទៅអាហ្នឹងគឺមកដល់ជាតិនេះពូធិរីកុមារហ្នឹងនឹងមានកូនមិនខានឬក៏ថាទាំងពីរអ្នកហ្នឹងញាតិញោមបើថាបរោះហ្នឹងអ្នកសម្រាប់សัตว์អញ្ចឹងទៅប្រពន្ធភរិយាហ្នឹងក៏មិនត្រេកអរមិនចូលរួមចំណែកនៅក្នុងការសម្លាប់សត្វនឹងទេពូធិរីកុមារនឹងមានកូនមិនខានក៏ប៉ុន្តែអត់ទេញាតិញោមទាំងពីរនាក់ប្តីប្រពន្ធហ្នឹងតាំងពីបឋមអវ័យរហូតដល់វ័យចុងក្រោយជាអ្នកធ្វើនៅបាណាតិបាតហើយធ្វើទាំងពីរនាក់រួមគ្នាហើយមកដល់ជាតិហ្នឹងគឺពីរនាក់ប្តីប្រពន្ធហ្នឹងគឺពូធិរីកុមារហើយនឹងភរិយានឹងឯងញាតិញោមអាកម្មដែលបរោះពីរនាក់នឹងធ្វើហ្នឹង
មកដល់ជាតិហ្នឹងគឺបានជួបគ្នាហើយអត់មានកូនអញ្ចឹងញាតិញោមមើលដោយសារការសម្លាប់សត្វហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថាបុគ្គលដែលស្រឡាញ់ខ្លួនក៏បីរក្សាខ្លួនឲ្យបានល្អរក្សាខ្លួនឲ្យបានល្អនៅក្នុងវ័យទាំង3វ័យណាមួយហើយព្រះអង្គសម្ដែងថាអត្តានញ្ចេបិយ៉ាងចញ្ញេរក្ខយណੰសុរកតੰតិណੰអញ្ញតរញ្ញេមੰបដិជាកេយបតិតោបណ្ឌិតដឹងថាខ្លួនជាទីស្រឡាញ់ហើយក៏បីរក្សាខ្លួនឲ្យបានល្អក៏បីស្ងួនក្រងខ្លួនទុកនៅក្នុងវ័យទាំង3វ័យណាមួយណាបងថាស្រឡាញ់ខ្លួនបើដឹងតែខ្លួនជាទីស្រឡាញ់ហើយក៏បីរក្សាខ្លួនឲ្យបានល្អគ្រប់គ្នានឹងគឺសិតតែស្រឡាញ់ខ្លួនណាញាតិញោមអត់មានអ្នកណាដែលថាមិនស្រឡាញ់ខ្លួននោះទេទាំងយើងទាំងគេទាំងមនុស្សទាំងសត្វគឺថាសុទ្ធតែស្រឡាញ់ខ្លួនទាំងអស់ក៏ប៉ុន្តែការស្រឡាញ់ខ្លួននឹងអ្នកខ្លះហ្នឹងក៏ប្រព្រឹត្តសេចក្តីល្អផ្សេងហ្នឹងសម្រាប់ខ្លួនអ្នកខ្លះទៀតស្រឡាញ់ខ្លួនប៉ុន្តែធ្វើអ្វីសពបែបយ៉ាងដើម្បីខ្លួនប៉ុន្តែអាទង្វើហ្នឹងគឺថាជាទង្វើមិនល្អជាទង្វើអាក្រក់ណាដូចពោធិរាជកុមារអញ្ចឹងញាតិញោមចង់ឲ្យខ្លួនអស្ចារ្យអីចឹងទៅឲ្យជាងសាងសង់ប្រាសាទប៉ុន្តែគោលបំណងសម្រាប់ជាងចោលញាតិញោមមើលដើម្បីភាពអស្ចារ្យដើម្បីសេចក្តីសុខខ្លួនឯងប៉ុន្តែទៅបៀតបៀនអ្នកដទៃអាហ្នឹងស្រឡាញ់ខ្លួនទេប៉ុន្តែអាវិធីសាស្ត្រនៅក្នុងការធ្វើឲ្យខ្លួនបានសេចក្តីសុខសេចក្តីចម្រើនហ្នឹងវាអត់ល្អបាទហើយនៅក្នុងសង្គមសម័យបច្ចុប្បន្នញាតិញោមក៏ឃើញហូរហែហើយញាតិញោមអ្នកខ្លះនឹងរស់ស៊ីបោកប្រាស់កឹបកេងប្រវាញ់គេសពបែបយ៉ាងញាតិញោមមើលដើម្បីបានឲ្យខ្លួនល្អប៉ុន្តែមិនគិតអំពីសេចក្តីទុក្ខអ្នកដទៃដូចជានៅក្នុងសង្គមនៅក្នុងព័ត៌មានញាតិញោមឃើញញោមស្រីម្នាក់ដែលគាត់បោកលុយគេនោះហ្នឹងបោកលុយគេលក់រឿងលក់ដីរឿងស្អីនាំពលករនាំអីទៅធ្វើការនៅការ៉េណាញាតិញោមព័ត៌មានហ្នឹងញាតិញោមដឹងគ្រប់គ្នាហើយបងដល់ពេលគាត់បោកប្រាស់គេបានលុយមកគាត់សុបាយចិត្តញាតិញោមមើលគាត់សុបាយចិត្តគាត់ព្រឺខ្លួនហើយគាត់រំភើបអាហ្នឹងគាត់ធ្វើហ្នឹងគឺថាដើម្បីបានខ្លួនគាត់ហើយដើម្បីបានខ្លួនគាត់កំពុងពោះប្រសើរប៉ុន្តែអាទង្វើដែលគាត់ធ្វើហ្នឹងវាអត់ត្រឹមត្រូវវាជាបាបវាជាអំពើអាក្រក់ហើយដល់អញ្ចឹងទៅយ៉ាងម៉េចញាតិញោមបច្ចុប្បន្នឃើញតាន់ភ្នែកញាតិញោមត្រូវគេប្តឹងអញ្ចឹងទៅចាប់ចូលគុកមិនតាន់ចេញផងញាតិញោមមើលអាហ្នឹងនៅក្នុងជាតិហ្នឹងឯងរងបាបកម្មរងផលវិបាកនៃកម្មហ្នឹងវាឲ្យផលត្រូវជាប់គុកជាប់ខ្នោះអីចឹងទៅហើយបើថាចេញមកវិញនេះក៏មានគេស្អប់គេមិនស្រឡាញ់គេមិនចូលចិត្តហើយបន្ទាប់អំពីស្លាប់ទៅវាអាចតែថាធ្លាក់ទៅអបាយភូមិទាំង4ទៀតដោយសារអីថាដោយសារអាទង្វើរបស់ខ្លួនហ្នឹងវាអត់ល្អស្រឡាញ់ខ្លួនទេប៉ុន្តែទៅប្រព្រឹត្តទង្វើអត់ល្អដើម្បីខ្លួនដល់ឲ្យផលមកវិញវាមានទុក្ខទោសអញ្ចឹងញាតិញោមអញ្ចឹងការស្រឡាញ់ខ្លួននឹងព្រះអង្គសម្ដែងថាអត្តានញ្ចេបយ៉ាងចញ្ញេរក្ខយណੰសុរកតੰតិណੰអញ្ញតរញ្ញេមੰបដិជាកេយបនិតោស្រឡាញ់ខ្លួនតម្កល់ខ្លួនឲ្យល្អការតម្កល់ខ្លួនឲ្យល្អមិនមែនការថែរក្សាខ្លួននៅក្នុងវិមានមិនមែនជាការថែរក្សាខ្លួនដោយមានសេនាឆ្វេងស្ដាំហែហោមមានអ្នកបម្រើអីសពបែបយ៉ាងនោះទេការស្រឡាញ់ខ្លួនតម្កល់ខ្លួនឲ្យល្អលោកសម្ដែងថាបើសិនជាគ្រហស្ថហ្នឹងគឺថាតម្កល់នៅក្នុងសេចក្តីល្អដោយការឲ្យទានដោយការធ្វើទានអញ្ចឹងទៅការរក្សាសិលការស្ដាប់ធម៌អបច្ចាយណៈការខ្វល់ខ្វាយនឹងបុណ្យកុសលអីចឹងទៅញាតិញោមស្ដាប់ធម៌ស្ដាប់អីចឹងទៅនៅក្នុងបញ្ញកិរិយាវត្ថុទាំង10ញាតិញោមហ្នឹងអាហ្នឹងឈ្មោះថាជាការតម្កល់ខ្លួនដោយល្អការរក្សាខ្លួនដោយល្អមិនទាន់មានសទ្ធាទេក៏មានសទ្ធាទៅមិនទាន់មានសិលរក្សាសិលមិនទាន់ចេះបរិច្ចាគទេក៏ប្រឹងប្រែងបរិច្ចាគឲ្យទានទៅមិនទាន់មានបញ្ញាទេចម្រើនបញ្ញាតាមរយៈការសិក្សាការស្ដាប់ធម៌ទៅអាហ្នឹងឈ្មោះថាជាការរក្សាខ្លួនដោយល្អហើយ
ហើយការរក្សាខ្លួននៅល្អហ្នឹងគឺថាយ៉ាងម៉េចរក្សានៅក្នុងវ័យគ្រប់កាលទាំង3ហ្នឹងវ័យទាំង3ហ្នឹងហ្នឹងតាំងពីបឋមវ័យទៅមជ្ឈិមវ័យបច្ចឹមវ័យវ័យដំបូងវ័យកណ្ដាលហើយវ័យចុងក្រោយប៉ុន្តែសម័យយើងសម័យបច្ចុប្បន្ននេះញាតិញោមដោយច្រើនហ្នឹងបឋមវ័យហ្នឹងក៏គាត់មិនសូវដឹងរឿងបុណ្យកុសលរឿងធ្វើទានរឿងរក្សាសិលអីទេបងអាហ្នឹងបឋមវ័យណាហើយដល់ឡើងមជ្ឈិមវ័យហ្នឹងក៏មានការចេះគិតដែរចេះគិតដែលញាតិញោមបានស្ដាប់គេថាហ្នឹងទៅញាតិញោមដែលនៅមជ្ឈិមអវ័យហ្នឹងក៏គិតថាកាលពីក្មេងហ្នឹងមិនទាន់ចេះធ្វើទានមិនទាន់បានរក្សាសិលឥឡូវមជ្ឈិមអវ័យហើយក៏បីជាអ្នកធ្វើទានរក្សាសិលឬពំនោះសោតញាតិញោមដែលចូលដល់វ័យចុងក្រោយហើយញាតិញោមក៏បានស្ដាប់នៅគាថាព្រះអង្គសម្ដែងហ្នឹងទៅគិតថាអាត្មាអញកាលពីក្មេងនោះក៏មិនទាន់ដឹងរឿងបុណ្យរឿងបាបហើយក៏អត់មានការធ្វើទានរក្សាសិលអីទេហើយមជ្ឈិមអវ័យនោះក៏អាត្មាអញនឹងមានការប្រមាថធ្វើប្រហែសឥឡូវវ័យចុងក្រោយហើយអាត្មាអញក៏បីថាជាអ្នកប្រឹងប្រែងធ្វើទីពឹងឲ្យខ្លួនបុណ្យកុសលហ្នឹងជាទីពឹងនៅវ័យចុងក្រោយហ្នឹងហើយវេលាដែលអាត្មាអញនៅមានជីវិតនៅរស់នៅហ្នឹងមិនយូរទៀតទេអញ្ចឹងទៅក៏មានស្មារតីភ្ញាក់រលឹកអញ្ចឹងទៅធ្វើទីពឹងឲ្យខ្លួននៅក្នុងវ័យចុងក្រោយហ្នឹងញាតិញោមក៏ប៉ុន្តែខ្លះទៀតគាត់ក៏មាននៅការសែបគប់ញាតិញោមការសែបគប់នឹងល្អប្រសើរឪពុកម្ដាយនឹងជាអ្នកមានសទ្ធាជាអ្នកធ្វើទានរក្សាសិលអញ្ចឹងទៅក៏គាត់នាំកូនណែនាំកូនគាត់អាចធ្វើទានរក្សាសិលតាំងពីក្មេងទៅញាតិញោមដូចជានៅក្នុងវត្តរបស់យើងអញ្ចឹងគេថាមានការចូលរួមពីក្មេងៗនឹងច្រើនអាហ្នឹងអាស្រ័យដោយសារពុកម្ដាយនឹងឯងបានដឹកនាំញាតិញោមអញ្ចឹងមានឱកាសធ្វើបុណ្យតាំងពីក្មេងទៅរហូតដល់មជ្ឈិមអវ័យហ្នឹងក៏រឹងរិតតែយល់ដឹងនៅក្នុងការធ្វើបុណ្យកុសលហ្នឹងហើយវ័យចុងក្រោយហ្នឹងក៏កាន់តែមានស្មារតីបញ្ញាបញ្ញាលធ្វើនៅសេចក្តីល្អបន្តទៅទៀតញាតិញោមហើយនឹងគាថាដែលព្រះអង្គសម្ដែងមកមានប្រមាណប៉ុណ្ណឹងញាតិញោមថាស្រឡាញ់ខ្លួនក៏បីតម្កល់ខ្លួនទុកឲ្យល្អការតម្កល់ខ្លួនទុកឲ្យល្អហ្នឹងគឺថាតម្កល់ខ្លួនទៅនៅក្នុងសេចក្តីល្អផ្សេងមានការធ្វើទានការរក្សាសិលនឹងជាដើមហើយបញ្ញាប់បញ្ញាលពីព្រោះមិនថាតែក្មេងឬក៏ចាស់ទេវាអាចស្លាប់គ្រប់ពេលវេលាញាតិញោមខ្លះហ្នឹងក៏យើងគិតថាចាំចាស់បន្តិចទៅសុំចូលវត្តស្ដាប់ធម៌ប៉ុន្តែវារស់នៅអត់ដល់ចាស់ញាតិញោមត្រូវស្លាប់ពីក្មេងអញ្ចឹងទៅអញ្ចឹងការដែលយើងគិតថាចាំចាស់ហ្នឹងបានធ្វើសេចក្តីល្អអាហ្នឹងវាអត់មានឱកាសធ្វើហើយកាលណាអត់មានឱកាសធ្វើស្លាប់ទៅទាំងមិនមានអ្វីជាទីពឹងអាហ្នឹងកាលណាមិនមានអ្វីជាទីពឹងឈ្មោះថាមិនតម្កល់ខ្លួនទុកដោយល្អទេបងហ្នឹងគេថាហ្នឹងមានប្រមាណប៉ុណ្ណឹងញាតិញោមអនុមោទនា